បាទសូមគោរពអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនដែលនិយមតាមដានការ live ផ្ទាល់របស់ Page BTB News គណៈពេលនេះវេលាម៉ោង 10:17 នាទីត្រូវនៅថ្ងៃទី 11 ខែមករាឆ្នាំ 2026 យើងគឺថាឥឡូវនេះឃើញមន្ត្រីជំនាញយើងបានមកចាប់ខុតរថយន្តធំពុកម៉ែបងប្អូនណារថយន្តធំគាត់បំពេញចូលក្នុងក្រុងដែលខុសរឿងច្បាប់ឥឡូវនេះមន្ត្រីជំនាញយើងបានមកដល់ហើយពុកម៉ែបងប្អូនណានេះផ្លាកលេខរថយន្តផ្លាកលេខកណ្ដាល 4A 0313 ធំមកពុកម៉ែបងរថយន្តធំមែនទេនេះនឹងពុកម៉ែបងយើងគឺថាផ្លូវនៅក្នុងក្រុងឧស្សាហ៍ខូចឧស្សាហ៍ស្រោតដោយសារតែរថយន្តធំហ្នឹងហើយគឺនៅតែបំពេញបើកចូលក្នុងក្រុងល្មើសទៅនឹងច្បាប់ហាមឃាត់មើលຂະຫນាតរថយន្តពុកម៉ែបងຂະຫນាតរថយន្តហើយដឹកអង្គដឹកអីធ្ងន់ណាស់ពុកម៉ែបងណានេះវុយសូផ្លាកលេខបាត់ដំបង 3A ខាងមុខ 3A 1262កងដីក្រោមចងរឹងធំមកពុកម៉ែបងនេះនេះទីតាំងនេះគឺនៅខាងលិចផ្សារណាត់ពុកម៉ែបងណាខាងលិចផ្សារណាត់ស្ថិតនៅក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោកក្រុងបាត់ដំបងរយៈពេលកន្លងមកហ្នឹងរថយន្តធំចូលក្រុងគឺសមាជិកជំនាញយើងឧស្សាហ៍ខត់ឧស្សាហ៍ចុះណែនាំមុននឹងពួកគាត់មកខត់ហ្នឹងគឺថាធ្វើការសេចក្តីណែនាំហ្នឹងអស់រយៈពេល1ឆ្នាំហើយណែនាំយូរហើយពុកម៉ែបងហើយខាងនោះដែររដ្ឋបាលខេត្តយើងក៏បានចេញលិខិតណែនាំមិនអនុញ្ញាតឲ្យរថយន្តធំធនធ្ងន់ចូលក្រុងទេហើយលិខិតណែនាំហ្នឹងគឺធ្វើឡើងតាំងពីឆ្នាំ 2022 ពុកម៉ែបងតាំងពីឆ្នាំ 2022 រហូតដល់មកឆ្នាំ 2026 នេះគឺថារយៈពេលយូរហើយប៉ុន្តែពួកគាត់នៅតែបំពេញចូលក្រុងចឹងបានផ្លូវបេតុងផ្លូវកស៊ូឲ្យធ្វើមិនតាន់បានប្រហែលមកស្រោតអស់ហើយហើយម្នាក់តែបន្ទោសថាខ្នល់មិនបានធ្វើមិនមមធ្វើមិននេះបត់ថាគាត់ធ្វើក្នុងក្រុងសម្រាប់រថយន្តធុនតូចតែរថយន្តធុនធំដឹកធ្ងន់ចូលដែររឿងអីមិនខូចផ្លូវហើយពេលខ្លះផ្លូវទៅធ្វើទៅអីហ្នឹងគឺវាមិនតាន់នឹងឆ្អិនណាមិនតាន់ឆ្អិនដល់អញ្ចឹងធ្វើឲ្យផ្លូវនឹងខូចផ្លូវស្រុតហ្នឹងហើយមើលពុកម៉ែបងមើលຂະຫນាតរថយន្តបងរថយន្តយើងយកទៅណាបងបាទយកទៅរក្សាទុកហើយមុននឹងយើងខត់ហ្នឹងយើងបានណែនាំពេលកន្លងមកបានណែនាំហ៎បងបានណែនាំដែរទៅហ្នឹងហើយពុកម៉ែបងឥឡូវនេះមន្ត្រីជំនាញយើងបានយកទៅហើយមុននឹងគាត់ខត់នឹងនេះហ្នឹងគឺថាធ្វើការណែនាំរយៈពេលយូរហើយបើតាមលិខិតរបស់រដ្ឋបាលខេត្តហ្នឹងគឺថាតាំងពីឆ្នាំ 2022 មកម្លេះដែលចេញលិខិតណែនាំហាមមិនឲ្យរថយន្តធំចូលក្រុងពុកម៉ែបងណាតាំងពីឆ្នាំ 2022 មកម្លេះគឺថារយៈពេលយូរហើយដោយតម្រូវឲ្យម្ចាស់ឃ្លាំងធ្វើឃ្លាំងទៅក្រៅក្រុងយុទ្ធសាស្ត្រការនឹងអត់អីចាំមើលតិចទៀតខ្ញុំនឹងតាមទៅដល់ទីស្នាក់ការទៀតចាំមើលមន្ត្រីយើងធ្វើការណែនាំគាត់បន្ថែមឬយ៉ាងណាវាហួសពេលនឹងណែនាំហើយដោយសារតែរយៈពេលហ្នឹងគឺយូរហើយតាំងពីឆ្នាំ 2022 មកពុកម៉ែបងណាតាំងពីឆ្នាំ 2022 រហូតដល់ពេលនេះចូលឆ្នាំ 2026 ហើយរយៈពេលនេះយូរហើយហើយសូមសរសើរដល់មន្ត្រីជំនាញជាពិសេសលោកច័ន្ទសទ្ធីដែលជានៃការិយាល័យចរាចរណ៍ផ្លូវគោកហ្នឹងគឺគាត់
មានការឆ្លើយតបលឿនឲ្យតែមានករណីមានបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានអីរាយការណ៍ជូនទៅគាត់ហ្នឹងគឺគាត់តែងតែឲ្យកងកម្លាំងក្រៅមួយវ៉ាតហ្នឹងមកភ្លាមតែម្ដងហើយមិនទុកយូរទេយកមកដល់គឺថាយកទៅការិយាល័យដើម្បីរក្សាទុកនិងបន្តអប់រំទៅដល់ម្ចាស់ក្រុមហ៊ុនទៅហើយកាច់ចកេះនេះគេហៅកាច់ចកេះហើយមើលពុកម៉ែបងប្អូនផ្លូវយើងផ្លូវតូចហើយឡានធំចូលគាត់ចតមួយហ្នឹងចង់ពាក់កណ្ដាលផ្លូវបាត់ហើយនឹងពុកម៉ែបងប្អូនឥឡូវនេះគឺថាមន្ត្រីជំនាញយើងបានយកទៅហើយឥឡូវខ្ញុំបាទសូមបញ្ចប់ការ live តាមនេះសិនហើយខ្ញុំនឹងបន្តទៅកន្លែងទីតាំងដែលយករថយន្តទៅស្តុបទុកទៀតហើយមុននឹងបញ្ចប់ការ live ខ្ញុំបាទសូមគោរពជូនពរពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ចហើយទៅណាទីណាមិនថាទីចិត្តទីឆ្ងាយសូមឲ្យមានសុវត្ថិភាពទាំងអស់គ្នាសូមពុកម៉ែបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីជីវិតអ្នកក៏ដូចជាជីវិតអ្នកដទៃបាទសូមគោរពអរគុណ